បាទសំណួរមួយនេះល្អ admin ក៏សុំឆ្លើយតបទៅកាន់លបងទៅចុះនៅក្នុងសាច់រឿងលេបផ្កាយរបស់យើង admin និយាយតែនៅក្នុងសាច់រឿង novel នោះទេយើងដឹងហើយថាជ័រសានខឹកគឺជាអ្នកបង្កើតនៅប៉មផ្កាយប៉ុន្តែសាច់រឿងបន្ទាប់ក្រោយមកក៏យើងដឹងថាក្នុងការបង្កើតប៉មផ្កាយហ្នឹងក៏មានចំណែករបស់រៀមច្បងយ័ន្តផងដែរឥឡូវចាំយើង break down ទាំងអស់គ្នាថាតើមិនបានជារៀមច្បងយ័ន្តគាត់ពាក់ព័ន្ធជាដំបូងយើងទៅដឹងអំពីជ័រសានខឹកយើងដឹងហើយកម្រិតរបស់គាត់ហ្នឹងគឺជាកម្រិតស្ដេចព្រះដែលជាស្ដេចនៃប្រទេសជីនហើយជំនាញរបស់គាត់ហ្នឹងគឺជាសិប្បករដែលជាអ្នកជំនាញទៅលើការចម្រាញ់អាវុធបើនិយាយឲ្យចំប៉មផ្កាយគឺគាត់ជាអ្នកបង្កើតឡើងនឹងឯងគាត់បានកែលម្អវាប្រើនៅវត្ថុធាតុដើមដែលកម្រក្នុងហ្នឹងក៏រួមមានទាំងស្រកាពណ៌ក្រហមដែលជាបំណែករបស់បុព្វបុរសដើមដើម្បីសាងសង់នៅប៉មផ្កាយនឹងឡើងផងដែរហើយគោលបំណងរបស់គាត់បង្កើតប៉មផ្កាយនេះឡើងសម្រាប់ជ្រើសរើសសិស្សដែលមានសក្តានុពលខ្លាំងម្នាក់ជួយគាត់សងសឹកទៅកាន់អ្នកគ្រប់គ្រងនៃប្រទេសស៊ីទាំង3នាក់ចុះចំណែករៀមច្បងយ័ន្តហេតុអីបានជាគាត់ពាក់ព័ន្ធនៅក្នុងសាច់រឿង novel គេអត់សូវបានប្រាប់លំអិតនោះទេប៉ុន្តែយើងអាចដឹងបានថារៀមច្បងយ័ន្តគាត់គឺជាកម្រិត overlord ដែលមានអាយុកាលយូរជាងជ័រសានខឹកទៅទៀតហើយចំនួនដែលគាត់សម្លាប់នៅបុព្វបុរសដើមហើយទទួលបាននៅស្រកាក្រហមហ្នឹងគឺមុនចំនួនរបស់ជ័រសានខឹកទៅទៀតឯណោះអញ្ចឹងតើគាត់មិនបានពាក់ព័ន្ធជាមួយនឹងការបង្កើតប៉មផ្កាយដល់របៀបណាហ្នឹងហើយដោយសារតែគាត់ប្រាប់ឲ្យថាស្រកាពណ៌ក្រហមហ្នឹងសូម្បីតែគាត់ហ្នឹងក៏ពិបាកក្នុងការគ្រប់គ្រងដែរប៉ុន្តែដោយសារតែមានការរួមចំណែកពីមិត្តភ័ក្តិរបស់គាត់ដែលជាកម្រិត overlord ផ្សេងទៀតហ្នឹងគឺអាចបង្កើតទៅជាធម្មពលពន្លឺពណ៌មាសដែលអាចកំបាំងគឺវាអាចបិទត្រាទៅលើស្រកាពណ៌ក្រហមនឹងបានជាប្រហោះអាសន្នហើយនៅកំឡុងពេលដែលជ័រសានខឹកគាត់កំពុងតែចម្រាញ់នៅប៉មផ្កាយហ្នឹងឬក៏បង្កើតនៅប៉មផ្កាយហ្នឹងឯងរៀមច្បងយ័ន្តគាត់ក៏បានបញ្ចូលនៅពន្លឺពណ៌មាសមួយហ្នឹងគឺចូលទៅក្នុងប៉មផ្កាយតែម្ដងនៅកំឡុងពេលនៃដំណើរការនៃការចម្រាញ់ប៉មផ្កាយមួយហ្នឹងហើយបើតាមមិនមានគិតណាសូម្បីតែជ័រសានខឹកហ្នឹងក៏មិនដឹងថារៀមច្បងយ័ន្តគឺបានបញ្ចូលនៅពន្លឺពណ៌មាសហ្នឹងចូលទៅក្នុងហ្នឹងដែរហ្នឹងហើយដែលជាហេតុធ្វើឲ្យប៉មផ្កាយវាមាននៅលំនាំសម្ងាត់យ៉ាងអាចកំបាំងរហូតមកដល់ចំនួនឡហ្វុងរបស់យើងពេលដែលគាត់ហ្វឹកហាត់កាន់តែខ្លាំងស្វែងយល់អំពីអាចកំបាំងរបស់ប៉មផ្កាយកាន់តែខ្លាំងទើបគាត់ដឹងពីខ្លឹមសាររបស់វាហើយក៏បានរកឃើញនៅស្រកាពណ៌ក្រហមដែលរៀមច្បងយ័ន្តគាត់បានបិទត្រាហ្នឹងទៅបាទអញ្ចឹងហើយជាលទ្ធផលប៉មផ្កាយគឺវាជាកណប់ទ្របសម្ងាត់មួយដែលវាខ្លាំងមែនតើគឺវាខ្លាំងលើសពីសមត្ថភាពដែលជ័រសានខឹកគាត់មានបំណងបង្កើតវាទៅទៀតដូច្នេះយើងក៏អាចយល់បានដែរថាសូម្បីតែជ័រសានខឹកក៏គាត់មិនដឹងអំពីអាចកំបាំងវាផងបាទអញ្ចឹង admin សង្ឃឹមថាអាចឆ្លើយសំណួរមួយនេះបានបើពេញចិត្តវីដេអូមួយនេះអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe ឲ្យ channel របស់ admin ម្នាក់មួយផងហើយក៏កុំភ្លេច follow for more